ជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងសួស្តីទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាពិសេសគឺសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី12ទាំងអស់គ្នានាងខ្ញុំឈ្មោះអ៊ីមស្រីនិចដែលថ្ងៃនេះនាងខ្ញុំនឹងធ្វើពិសោធន៍បង្ហាញមួយទាក់ទងនឹងប្រធានបទលក្ខណៈអាស៊ីតបាសដែលវត្ថុបំណងនៃការធ្វើពិសោធន៍នេះគឺដើម្បីកំណត់លក្ខណៈអាស៊ីតបាសដោយប្រើអង្គធាតុចង្អុលពណ៌តែមេអំបៅហើយមួយទៀតគឺដើម្បីបកស្រាយនៅលក្ខណៈអាស៊ីតបាសបានត្រឹមត្រូវតាមរយៈការពិសោធន៍ដោយដែលយើងបានសិក្សារួចមកហើយគឺអាស៊ីតមានរសជាតិជូរហើយមានលក្ខណៈកាត់ចំពោះបាសគឺមានរសជាតិល្វីងមានលក្ខណៈកាត់ដូចគ្នាហើយនឹងមានលក្ខណៈរអិលហើយចំពោះអាហារហើយនឹងភេសជ្ជៈមួយចំនួនគឺយើងអាចដឹងថាវាជាអាស៊ីតឬបាសបានដោយសារការភ្លក្សរសជាតិដូចជាទឹកខ្មេះក្រូចឆ្មាគឺយើងអាចភ្លក្សរសជាតិរបស់វាបានចំណែកឯសាប៊ូលាងចានសាប៊ូបោកខោអាវនិងទឹកលាងបង្គន់នេះជាដើមនេះគឺយើងមិនអាចភ្លក្សរសជាតិវាបានទេអញ្ចឹងយើងត្រូវការធ្វើការពិសោធន៍ដោយការប្រើប្រាស់អង្គធាតុចង្អុលពណ៌ដើម្បីកំណត់នៅលក្ខណៈអាស៊ីតបាសរបស់វាឥឡូវនេះមុននឹងឈានទៅដល់ការធ្វើពិសោធន៍យើងគួរតែពាក់អាវពិសោធន៍ពាក់ស្រោមដៃហើយនិងពាក់ម៉ាស់ដើម្បីការពារសុវត្ថិភាពនៅក្នុងពេលដំណើរការពិសោធន៍ចំពោះសារធាតុគីមីគឺយើងមានសូលូស្យងតែមេអំបៅដែលជាអង្គធាតុចង្អុលពណ៌សូលូស្យងទឹកលាងបង្គន់សូលូស្យងទឹកសាប៊ូបោកខោអាវសូលូស្យងទឹកសាប៊ូលាងចានសូលូស្យងទឹកក្រូចឆ្មាហើយនិងទឹកខ្មេះចំពោះឧបករណ៍យើងមានបំពង់សាកចំនួន5ដែលមានបិទស្លាកសម្គាល់សូលូស្យងជាស្រេចជើងទម្របំពង់សាកក្រដាស pH កែវអេកឡែន2.8បន្តក់ហើយនិងកែវបេសៀចូលមកដល់ដំណើរការពិសោធន៍យើងតែម្ដងជាដំបូងយើងត្រូវបូមសូលូស្យងនីមួយៗចូលដាក់ចូលក្នុងបំពង់សាកដែលបិទស្លាកហ្នឹងចំនួន5មីលីលីត្របន្ទាប់ពីយើងបូមសូលូស្យងនីមួយៗរួចហើយយើងត្រូវបន្ថែមអង្គធាតុចង្អុលពណ៌ចូលទៅក្នុងសូលូស្យងនីមួយៗហ្នឹងចំនួន3ដំណក់រៀងគ្នាបន្ទាប់មកគឺយើងផ្ទៀងពណ៌នៃសូលូស្យងនីមួយៗថាវាជាអាស៊ីតឬជាបាសបន្ទាប់ពីយើងបន្តអង្គធាតុចង្អុលពណ៌ចូលហើយយើងឃើញថាសូលូស្យងនីមួយៗគឺវាប្រែពណ៌ដោយសូលូស្យងដែលប្រែពណ៌ទៅជាពណ៌ផ្កាឈូកគឺវាជាអាស៊ីតហើយសូលូស្យងដែលប្រែពណ៌ទៅជាពណ៌ខៀវវាជាបាសដោយមើលទៅតាមពណ៌នៃក្រដាស pH ពិសោធន៍របស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរនាងខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាដំណើរការពិសោធន៍តាំងពីដើមរហូតដល់ចប់